ជំរាបសួរនាងខ្ញុំឡៅដាណេពី Oswai Migration and Education ថ្ងៃនេះខ្ញុំមានដំណឹងល្អមួយសម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងបម្រើការងារនៅក្នុងប្រទេសអូស្ត្រាលីសូមជម្រាបថាចាប់ពីថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2023នេះតទៅមានការផ្លាស់ប្ដូរចំពោះច្បាប់សម្រាប់ទិដ្ឋាការស្នាក់នៅបណ្ដោះអាសន្នលេខ186ដែលជាភាសាអង់គ្លេសហៅថា Temporary Resident Transition Visa Subclass 1X6 សម្រាប់អ្នកកាន់ទិដ្ឋាការធ្វើការរយៈពេលខ្លីលេខ482ឥឡូវនេះមានសិទ្ធិទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដែលជាទូទៅយើងតែងនិយាយថាមានសិទ្ធិទទួលបាន PR ប្រសិនបើពួកគេបានបំពេញការងាររយៈពេល2ឆ្នាំជាមួយនឹងក្រុមហ៊ុនដែលបានធានាពួកគេក្រុមហ៊ុនដែលពួកគេកំពុងបម្រើការងារនោះមានសិទ្ធិធានាពួកគេឲ្យទទួលបានទិដ្ឋាការលេខ186ដែលទិដ្ឋាការនេះនឹងផ្ដល់សិទ្ធិឲ្យពួកគេរស់នៅនិងធ្វើការនៅក្នុងប្រទេសអូស្ត្រាលីជាអចិន្ត្រៃយ៍សម្រាប់អ្នកកាន់ទិដ្ឋាការធ្វើការរយៈពេលមធ្យមលេខ482ឥឡូវនេះក៏មានសិទ្ធិទទួលបានទិដ្ឋាការលេខ186ដែរបន្ទាប់ពីពួកគេបានបំពេញការងាររយៈពេល2ឆ្នាំជាមួយនឹងក្រុមហ៊ុនដែលធានាពួកគេដែលកាលពីមុនគឺពួកគេត្រូវតែបំពេញការងាររហូតដល់3ឆ្នាំឯណោះនេះគឺជាដំណឹងល្អណាស់សម្រាប់បងប្អូនយើងដើម្បីទទួលបានព័ត៌មានបន្ថែមសូមតាក់ទងមកកាន់ Oswai Migration and Education តាមរយៈព័ត៌មាននៅលើអេក្រង់នេះធ្វើការប្រឹក្សាជាមួយយើងខ្ញុំលោកអ្នកនឹងកាត់បន្ថយក្តីកង្វល់ជាច្រើនសូមអរគុណសូមជម្រាបលា